សួស្តីបងប្អូនទាំងអស់គ្នាចឹងបន្ទាប់ពីយើងអាប់ដេតកម្មវិធី 8.9 PAK រូបចាប់ដៃពណ៌ក្រហមមកซึ่งខ្ញុំមានបន្ថែមមុខងារថ្មីមួយទៀតនៅក្នុងចំនួននេះនេះបន្ទាប់ពីយើងអាប់ដេតមក 8.9 ហ្នឹងចឹងមុខងារថ្មីគឺចូលទៅក្នុងកន្លែងយើង order ខ្ញុំមានបន្ថែមមុខងារមួយទៀតឈ្មោះថាកាត់ CN ចឹងនៅពេលណាដែលបងប្អូនលក់ជិបទៅឲ្យមួយណាដែលមាន CN ហើយនឹងមុខទំនិញដែលអាចកាត់ CN បានគឺយើងនៅពេលដែលយើងកំងចប់រួចរាល់ហើយយើងឃើញមានកន្លែងកាត់ CN នេះចឹងយើង tick លើហ្នឹងមកបន្ទាប់ពីយើង tick មកវាឲ្យយើងកាត់ចំនួនទឹកលុយ CN នឹងវាយចូលឧទាហរណ៍ថាយើងវាយកាត់បាន$10ឬក៏$20ឬក៏អីចឹងណាតាមទឹកលុយហ្នឹងបន្ទាប់មកយើងចុចពាក្យ yes មកចឹងយើងឃើញមានណាយើងឃើញកន្លែងនេះគឺ total វាគឺ 44.23 ហើយយើងដក CN $10 នេះចេញទៅវានៅសល់ 34.23 អញ្ចឹងអាហ្នឹងគឺជារបៀបយើងវាយទូទាត់លុយ CN ឲ្យមួយទៅតាមមុខទំនិញដែលមាន CN ណាអញ្ចឹងយើងធ្វើវាយនឹងដោះកន្លែងហ្នឹងអញ្ចឹងតបមកទៀតរួចរាល់យើងអាចចុចពាក្យ confirm តបមកយើងអាច print បងហ្នឹងបានដែរអញ្ចឹងសូមអរគុណ